ប្អូននេះខ្ញុំមកកាន់នៅវិក្មេងមិនដឹងមិនទេស្លយងជែកទឹកឡើងក្រហមចុះបងប្អូនដែលធ្លាប់ស្លចេញទឹកពណ៌ក្រហមតែដល់ឥឡូវដឹងចារបៀបស្លគឺលេងចេញទឹកពណ៌ក្រហមហើយទឹកពណ៌សថ្លាស្អាតហើយញ៉ាំទៅអត់ចាប់ទេខ្ញុំក៏ហៅអីទៅចាអត់ទេអត់កុហកទេគឺស្លទៅមិនដឹងមិនវាឡើងក្រហមហើយចត់ទៀតញ៉ាំទៅចត់តែកាលនោះនេះខ្ញុំនៅកូនក្មេងមែនតើបងប្អូនអាយុមហាសាដល់ថ្ងៃគេត្រូវវេនដាក់បាតរាប់បាតលោកដល់ពេលម្ដាយក៏នៅផ្ទះបងស្រីក៏នៅផ្ទះអញ្ចឹងអត់ដឹងធ្វើអីទេម្នាក់គ្រូឯងស្ងោទៅយងជេរអញ្ចឹងណាមានអីដល់ស្ងោមកទឹកក្រហមអញ្ចឹងឥឡូវចូលមកវីដេអូយើងវិញមកនាងខ្ញុំឲ្យទៅបេះស្លឹកក្រូចកាត់សក្រីកាត់អីហ្នឹងជុំវិញផ្ទះនិយាយទៅជុំវិញផ្ទះនាងខ្ញុំគឺមានទាំងអស់បងប្អូនអើយចាសក្រីសក្រូចចារមៀតរំដេងអញ្ចឹងប៉ុន្តែណាអីពេលខ្លះខ្ជិលហាន់ខ្ជិលបុកអញ្ចឹងក៏ទិញគេពីផ្សារហើយនៅស្រុកនេះស្រួលមែនតើយើងចំណាយលុយតែ4-500អីទិញបានមកមួយអញ្ចឹងយើងអត់សូវចុះលុយទេអញ្ចឹងបើទៅផ្សារវិញសម្រាប់បន្លែហើយនៅគ្រឿងទេសអីផ្សេងពេញកប៉ុកមកមុំអស់តែ2-3000អីគឺបានមួយឆ្នាំហើយដូចត្រីអីចឹងអស់បើត្រីទូចគឺយើងអស់តែ2-3000ក៏បានដែរព្រោះ1គីឡូត្រីខ្លះតែ4000អីទេតែ1ដុល្លារខ្ញុំធ្លាប់រស់នៅទីក្រុងរយៈពេលជាង10ឆ្នាំដែរអញ្ចឹងខ្ញុំដឹងពីស្ថានភាពនៃការចំណាយអញ្ចឹងណាអ្វីត្បិតតែជនបទយើងវាអត់សម្បូរបែបខ្លាំងដូចនៅទីក្រុងឯងប៉ុន្តែការចំណាយការចាយវាយផ្សេងគឺយើងនៅជនបទគឺអស់តិចគាត់ថាមូលហេតុអីបានជនបទអត់សូវថ្លៃដោយសារជនបទហ្នឹងអត់សូវមានមនុស្សឯច្រើនទេដូចទីក្រុងឯទេអញ្ចឹងហើយរបស់ដែលគេដាំបានអីចឹងគេដកមកលក់បេះមកលក់អីចឹងគឺច្រើនមែនតើបងប្អូនទិញតែ500ឬ1000នេះក៏យកមកធ្វើម្ហូបហើយសម្រាប់ត្រីគឺមានជំរើសត្រីស្រែក៏ដូចជាត្រីចិញ្ចឹមអីចឹងគឺមានទាំងអស់សម្រាប់ត្រីស្រែមានកូនត្រីធំអីចឹងហើយត្រីស្រែគឺមានកម្រដាច់ឯគឺមានជាប្រចាំត្រីទូចប្រហែលជាប៉ិន2-3ថ្នប់ដៃអីចឹង1គីឡូតែ4500ឬ5000អាខែណារៀងអត់ខ្លាំងវាឡើងដល់7000អញ្ចឹងបើប្រៀបធៀបទៅ1គីឡូវាចាយត្រឹម$1បងប្អូនហើយបើយើងនៅតែម្នាក់ឯងវិញត្រី1គីឡូហ្នឹងយើងស្លបាន4-5ដងអញ្ចឹងចំណាយតិចមែនតែនចាអញ្ចឹងអត់សូវចុះសហួយចុះលុយអីច្រើនទេគ្រាន់ថាយើងនៅតំបន់ជនបទអញ្ចឹងវាអត់មានការងារធ្វើហើយតែពេលអញ្ចឹងទៅម្នាក់រត់ទៅទីក្រុងអស់ហើយជាពិសេសក្មេងៗក៏មានដោយសារអីបើគ្នាមិនទៅទីក្រុងឯងគ្នាធ្វើស្រែធ្វើចំការក៏ឥឡូវគេប្រើគ្រឿងចាក់អស់ផងហើយណាមួយកសិផលវាបានថោកមែនតែនដល់ពេលអញ្ចឹងទៅធ្វើឲ្យប្រជាជនហ្នឹងគាត់បោះបង់ហើយណាមួយធ្វើទៅវាសងទៅធនីគារមិនក្រាន់ផងទៅពេលខ្លះគ្នាចំណាយពេលឡើងមួយឆ្នាំដាំដូចជាដលងអីអ្នកខ្លះឲ្យបាន30-40តោនអញ្ចឹងបានលុយមិនស្មើ$200ផងអញ្ចឹងហើយគ្មានណាគេមានទឹកចិត្តត្រូវនៅដាំនៅធ្វើជាងទេបើមានការងារខាងក្រៅអញ្ចឹងគាត់សុខចិត្តទៅធ្វើវាបានប្រចាំខែសម្រាប់គ្រប់គ្រងគ្រួសារវាថេជាងយើងធ្វើចការតែអ្នកខ្លះក៏គេស្រាយសំណោះចការស្រែអញ្ចឹងទៅក៏គេនៅធ្វើអញ្ចឹងទៅតែតំបន់នេះខ្ញុំគឺរត់ទៅទីក្រុងអស់ហើយបើសិនជាថៃគេបើកច្រកបើកអីសឹងទៅទាំងអស់ហ្មងនៅតែចាស់ហ្នឹងអញ្ចឹងម្ហូបរបស់នេះខ្ញុំថ្ងៃហ្នឹងឆ្អិនរួចរាល់ហើយណាបងប្អូនស្ងោរត្រយងចេកជាមួយឆ្អឹងជំនីជ្រូកចាហើយយើងធ្វើជាមួយនឹងទឹកជ្រលក់ទឹកប្រហុកទៀតអញ្ចឹងមានន័យថាបងប្អូនដែលធ្លាប់ហូបមួយមុខនេះគឺធានាថាមិនទាន់តែឃើញមួយមុខហ្នឹងផ្គូផ្គ្នាជាមួយនឹងទឹកប្រហុកបងប្អូនស្រក់ទឹកមាត់ហើយចាអញ្ចឹងថ្ងៃហ្នឹងនេះខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនបងប្អូនចង់ដឹងពីនេះខ្ញុំបន្ថែមទៀតអាចចូលទៅក្នុង page របស់នេះខ្ញុំមកផ្សាយហ្នឹងណាបងប្អូនចាមានវីដេអូជាច្រើនវីដេអូទាក់ទងការធ្វើម្ហូបចានឹងធ្វើអាហារញ៉ាំផ្សេងទៀតអញ្ចឹងអរគុណច្រើនជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរកទទួលទានមានបានធ្វើដំណើរទៅណាមកណាប្រកបទៅដោយសុខសុវត្ថិភាពចាអញ្ចឹងបើសិនបងប្អូនគិតថាវីដេអូនេះចាមានប្រយោជន៍បងប្អូនអាចជួយ share ឬក៏បងប្អូនជួយចិត្តបងប្អូនអាចជួយ share ចែករំលែកបានហើយបើសិនមានកំហុសឆ្គងសូមបងប្អូនខន្តីអភ័យទោសឲ្យនាងខ្ញុំផងព្រោះនាងខ្ញុំគ្រាន់តែជាអ្នកធ្វើម្ហូបម្នាក់តាមផ្ទះធម្មតាទេអរគុណជម្រាបលាបាយបាយ